ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងគុណសម្បត្តិរបស់ទំពាំងបាយជូរខ្មៅដែលល្អចំពោះសុខភាពរបស់យើងដោយអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាទំពាំងបាយជូរខ្មៅមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាពនិងសម្រស់របស់យើងទំពាំងបាយជូរខ្មៅគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានផ្ទុកនូវពពួកវីតាមីនជាច្រើនដូចជាវីតាមីន A វីតាមីន B6 វីតាមីន B12 វីតាមីន C វីតាមីន E សារធាតុប៉ូតាស្យូមជាតិដែកសារធាតុម៉ាញ៉េស្យូមនិងជាតិសរសៃដែលចាំបាច់សម្រាប់សុខភាពនិងរាងកាយរបស់យើងតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងគុណសម្បត្តិរបស់ទំពាំងបាយជូរខ្មៅដែលល្អចំពោះសុខភាពសម្រាប់គុណសម្បត្តិទី1ហ្នឹងគឺជួយប្រឆាំងនឹងជំងឺមហារីកយោងទៅតាមការសិក្សាជាច្រើនក៏បានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុការ៉ូតេណុយដែលមាននៅក្នុងទំពាំងបាយជូរខ្មៅអាចជួយការពារការផលិតនៃរ៉ាឌីកាសេរីដែលបង្កដោយការកើតជំងឺមហារីកដូច្នេះទំពាំងបាយជូរខ្មៅគឺអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកមួយចំនួនដោយសារតែទំពាំងបាយជូរខ្មៅគឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុការ៉ូតេណុយសម្រាប់គុណសម្បត្តិទី2គឺគ្រប់គ្រងទៅដល់សុខភាពឆ្អឹងបន្ថែមពីនេះទំពាំងបាយជូរខ្មៅក៏មានផ្ទុកនូវវីតាមីន K ដែលអាចជួយទ្រទ្រង់ទៅដល់សុខភាពឆ្អឹងរបស់យើងយោងទៅតាមការសិក្សាមួយក៏បានបង្ហាញថាស្រីៗដែលខ្វះនូវវីតាមីន K អាចប្រឈមជាមួយនឹងហានិភ័យខ្ពស់នៃការបាក់ឆ្អឹងទៅទៀតដូច្នេះហើយស្រីៗយើងគួរតែបរិភោគទំពាំងបាយជូរខ្មៅឲ្យបានច្រើនទើបជាការល្អប្រសើរសម្រាប់ឆ្អឹងទៅទៀតសម្រាប់គុណសម្បត្តិទី3គឺប្រឆាំងនឹងជំងឺបេះដូងទំពាំងបាយជូរខ្មៅមានផ្ទុកនូវបរិមាណដ៏ច្រើននៃសារធាតុដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រុនសរសៃឈាមបេះដូងព្រមទាំងអាចជួយការពារប្រឆាំងនឹងការបំផ្លាញដែលបណ្ដាលមកពីការកម្រិតនៃកូលេស្តេរ៉ុលមិនល្អនៅក្នុងចរន្តឈាមច្រើនសម្រាប់គុណប្រយោជន៍ទី4នឹងគឺជួយគ្រប់គ្រងការប្រែប្រួលអារម្មណ៍និងអាការៈឈឺក្បាលបើសិនណាជាស្រីៗយើងប្រឈមជាមួយនឹងរោគសញ្ញាមុនមករដូវដូចជាការប្រែប្រួលអារម្មណ៍និងការឈឺក្បាលទំពាំងបាយជូរខ្មៅគឺអាចជួយដោះស្រាយបញ្ហាទាំងអស់នោះបានយ៉ាងមានប្រសិទ្ធភាពដោយសារនៅក្នុងទំពាំងបាយជូរខ្មៅគឺមានសារធាតុមេជាងដែលអាចជួយព្យាបាលអាការៈឈឺក្បាលក៏ដូចជាការឈឺក្បាលប្រកាំងជាញឹកញាប់សម្រាប់គុណសម្បត្តិទី5គឺល្អចំពោះស្បែកនិងសក់ទំពាំងបាយជូរខ្មៅក៏មានផ្ទុកនៅប្រេងគ្រាប់ទំពាំងបាយជូរដែលជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន E ដែលអាចជួយថែទាំសុខភាពស្បែកក្បាលដែលបង្កើនចរាចរណ៍ឈាមការពារសក់ជ្រូកនិងបែកចុងព្រមទាំងបញ្ហាសក់ស្កឹងមុនវ័យប្រេងនេះក៏អាចជួយជំរុញការលូតលាស់នៃសក់និងមានប្រសិទ្ធភាពចំពោះអ្នកប្រឈមជាមួយនឹងបញ្ហាជ្រុះសក់ទៀតផងចា៎ហើយសម្រាប់អត្ថបទនេះផងដែរចា៎យើងខ្ញុំដកស្រង់ពីគេហទំព័រក្នុងស្រុក Hello គ្រូពេទ្យចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ